ច្បាស់ការហើយតារាឆ្នាំ Real Madrid រូបនេះនឹងផ្លាស់ទៅ AC Milan ហើយយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថាក្លឹប AC Milan បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីជាមួយខ្សែបម្រើ Luka Modric នៃក្លឹប Real Madrid ហើយវរៈបរិះរបស់ Real Madrid រូបនេះទើបតែបានប្រកាសថារូបគេនឹងចាក់ចែងពីទឹកដី Santiago Bernabeu ក្រោយពីក្លឹបពុំបានបន្តកុងត្រាថ្មីដល់រូបគេហើយពេលនេះ Modric ក៏កំពុងស្ថិតក្នុងដំណើរការស្វែងរកក្លឹបថ្មីផងដែរខាងនោះ AC Milan ជាក្លឹបដែលមានអាទិភាពក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិក្រូអាតរូបនេះដោយបានផ្ដល់កុងត្រា1ឆ្នាំនិងអាចបន្តរហូតដល់ឆ្នាំ2027ខែមិថុនារួមជាមួយប្រាក់បៀវត្សចំនួន 3.5 លានអឺរ៉ូស្មើនឹងប្រមាណ 4 លានដុល្លារជាមួយថ្លៃបន្ថែមផ្សេងៗឥឡូវនេះ AC Milan កំពុងរងចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរខណៈដែល Modric មិនចង់លេងទល់នឹង Real Madrid ទៀតឡើយឯ AC Milan ក៏ពុំមានកៅអីលេង Champions League នៅដល់កាលក្រោយដែរ